ទិន្នន័យបើកដំណើរការងារថ្មីរបស់សហរដ្ឋអាមេរិកនឹងក្លាយទៅជាព្រឹត្តិការណ៍ដ៏សំខាន់នៅក្នុងថ្ងៃនេះសូមស្វាគមន៍មកកាន់ព័ត៌មានហិរញ្ញវត្ថុរបស់ FA Insight ការសង្ខេបព្រឹត្តិការណ៍ទីផ្សារប្រចាំថ្ងៃទី3មិថុនាឆ្នាំ2025នៅក្នុងថ្ងៃនេះយើងទទួលបានអំពីរបាយការណ៍កិច្ចប្រជុំគោលនយោបាយរូបិយវត្ថុរបស់ប្រទេសអូស្ត្រាលីរួមផ្សំទាំងរបាយការណ៍សន្ទុះតម្លៃអ្នកប្រើប្រាស់របស់ប្រទេសស្វីសដែលត្រូវបានគេរំពឹងទុកថានឹងមានការកើនឡើងដល់ទៅ 0.1% បើធៀបទៅនឹងទិន្នន័យចាស់គឺ 0% និងការឡើងថ្លៃសន្និដ្ឋានថាពីសំណាក់ប្រធានធនាគារកណ្ដាលជប៉ុនគឺលោកវេដាផងដែរចំណែកនៅក្នុងទ្វីបអឺរ៉ុបវិញយើងទទួលបានអំពីរបាយការណ៍អតិផរណាស្នូលរបស់សហភាពអឺរ៉ុបដែលត្រូវបានគេរំពឹងទុកថានឹងមានការថមថយមកត្រឹម 2.4% បើធៀបទៅនឹងទិន្នន័យចាស់គឺ 2.7% និងរបាយការណ៍ Jobless Claim របស់ប្រទេសអេស្ប៉ាញដែលត្រូវបានគេរំពឹងទុកថានឹងមានការថមថយមកត្រឹមដល់ 68.5 ពាន់នាក់បើធៀបទៅនឹងទិន្នន័យចាស់គឺដល់ 67.4 ពាន់នាក់រួមផ្សំទាំងរបាយការណ៍គោលនយោបាយរូបិយវត្ថុរបស់ធនាគារកណ្ដាលចក្រភពអង់គ្លេសផងដែរសម្រាប់ទីក្រុងញូវយ៉កយើងនៅទទួលបានអំពីរបាយការណ៍ការបើកដំណើរការងារទំនេររបស់សហរដ្ឋអាមេរិកដែលត្រូវបានគេរំពឹងទុកថានឹងមានការថមថយមកត្រឹម 7.11 លានកន្លែងបើធៀបទៅនឹងទិន្នន័យចាស់គឺ 7.19 លានកន្លែងប្រសិនបើទិន្នន័យជាក់ស្ដែងបង្ហាញថាមានការកើនឡើងខ្ពស់ជាងការរំពឹងទុកនោះនឹងធ្វើឲ្យរូបិយប័ណ្ណលុយដុល្លារមានការកើនឡើងហើយក៏អាចធ្វើឲ្យតម្លៃមានការថមថយផងដែរសូមអរគុណចំពោះការតាមដានព័ត៌មានហិរញ្ញវត្ថុរបស់ FA Insight